នាងមកជា5នាទីហើយសុំទោសផងព្រឹកមិញខ្ញុំឆ្លៀតចូលទៅធនាគារទៅបាច់ជារឿងយឺតទៅហើយចុះយកដល់នាងលេងឈិនឡូខ្ញុំឲ្យឱកាសនាងម្ដងទៀតយប់នេះបើកបារថ្មីនាងត្រូវតែឲ្យចាយយ៉ាងអស់បើយប់នេះធ្វើបានល្អខ្ញុំនឹងឲ្យប្រាប់បន្ថែមចាអរគុណលោកប្រធានជួបអ្នកនាងអានគឺចង់ជួបលោកឲ្យបានមិនជួបទេសួស្ដីយប់នេះក្លឹបរីត្រីបើកនៅអគារខាងមុខផ្លូវយប់មិញធ្ងន់ឯប៉ុណ្ណឹងហើយនៅមានកម្លាំងទៅធ្វើការក្រៅម៉ោងទៀតបានលុយរហូតដល់មួយសែនហើយតាខ្ញុំបានពេលលុយមួយសែនទៅឲ្យម៉ាក់ហើយម៉ាក់នេះគេសង្កត់ខ្ញុំដល់ពេលណាទៀតមួយសែនហ្នឹងគឺថ្លៃបណ្ដាការដែលកូនប្រុសយើងរៀបការរួចហើយក៏ត្រូវតែទិញផ្ទះមិនអញ្ចឹងហ៎ម៉ាក់ទៀតសង្កត់ខ្ញុំដល់ពេលណាទៀតលុយការងារត្រាំមកដែលខ្ញុំធ្វើក៏បានឲ្យម៉ាក់អស់ហើយខ្ញុំគ្មានលុយឯណាសម្រាប់ឲ្យគេទិញផ្ទះទេរួមទាំងលុយប្រាក់មិញដល់ទៅមួយសែនឯណោះឈឹកក៏មកធ្វើជាខ្ពងពុកអីអាចធ្វើដូចខ្ញុំមិនទៅមួយសែនពីរសែនក៏ប្រុសម្នាក់នឹងព្រមឲ្យដែរម៉ាក់សប្បាយចិត្តណាស់មែនទេដែលមានលុយពេញដៃបែបនេះដែលការលោកខ្ញុំជប់មិញម៉ាក់បាន50000ហើយម្ដងនេះចូលដល់ទៅ2សែនមែនទេថាស៊ីយេយើងគឺជាអ្នកចិញ្ចឹមឯងណាគិតថាយើងមិនអាចចាត់ការឯងបានទេបើសិនឯងរកលុយមិនបានរយៈពេល3ថ្ងៃយើងនឹងអូសក៏ឯងមករៀបការវិញលោកប្រធានជួបការប្រជុំគឺចាប់ផ្ដើមហើយអរគុណលោកប្រធានជួបដែលបានគ្រប់គ្រងគម្រោងរបស់ពួកយើងទុកចិត្តចោះពួកយើងនឹងមិនធ្វើលោកខុសបំណងទេណែជួយជិនយប់នេះមានក្លឹបបើកថ្មីឯងទៅដើរលេងជាមួយគ្នាដែរទេអត់ទេក៏បានប៉ុន្តែឈ្មោះក្លឹបនោះប្រហែលជាមិនធម្មតាទេអញ្ចឹងយើងទៅម្នាក់ឯងក៏បានឈប់សិនក្លឹបនៅឯណាលោកហើយពេលនេះក្នុងក្លឹបមានសណ្ដាយឈិនលូតែខ្ញុំរៀបចំកន្លែងអង្គុយខាងក្រៅនោះឲ្យលោកតែលោកចង់បដូរទៅបន្ទប់ផ្ទាល់ខ្លួនក៏បានឡោះលោកប្រុសជួយយើងមិនចូលចិត្តមនុស្សច្រើនពេកទេមិនបាច់ទេអង្គុយខាងក្រៅនេះហើយអូយនោះជាស្រីតូចកាលពីយប់មិញតើលោកប្រុសលីននេះសង្សារចាស់របស់លោកតាយ៉ាងម៉េចហ្នឹងតែឯងខ្លួនសិចស៊ីបាននេះមករកជនរងគ្រោះថ្មីមែនទេការដែលខ្ញុំតែងខ្លួនបែបនេះក៏ព្រោះថាការបញ្ជាបើលោកយល់ថាមិនចូលចិត្តលោកអាចទៅផ្ទះទេនាងបោះបង់ជើងធ្វើឲ្យជើងបាក់មុខខ្លាំងណាស់នាងដូចជាឆ្កែអញ្ចឹងពេលនេះយើងចង់ឲ្យនាងផឹកកណ្ដោយើងដើម្បីជំនួសការសុំទោសសុជិនគឺជាសញ្ញារបស់ឯងតាលោកនិយាយផ្ដេកផ្ដាពេលហ្នឹងលោកទៅវិញទេជាអ្នកបង្ខំខ្ញុំមិនបានស្រឡាញ់លោកឯណាខ្ញុំដល់មកចាញ់ហើយមិនបាននៅកំដរទេអើសុយេកុំធ្វើសម្ដីលុយអីនាងចង់បានលុយចាំជើងឲ្យនាងខ្ញុំមិនគួរចោលប្រកាសនាងសោះលៀនជាអ្នកឲ្យខ្ញុំប្រាប់អ្នកគ្រប់គ្នាថានាងជាសង្សារគេដើម្បីបង្ខំនាងខ្ញុំខំឲ្យខ្ញុំឡើងធ្វើឲ្យនាងពិតជាទន់ជ្រាយមែនអេហើយទៅហើយមើលចាស់នោះអេឃើញទេមើលពីអ្នកគេនោះណែហើយចាំម៉េចលោកឈូអ្នកណាបង្រៀនឲ្យនាងទន់ខ្សោយដល់ឋាននេះបាទត្រូវគេវាយគេវិញទៅអ្នកនាងអានជាគុណដំណឹងរបស់លោកជារឿងធម្មតាដែលនាងត្រូវខឹងទំនាក់ទំនងពួកយើងខុសតាំងពីមុនដំបូងមកម្លេះវាជាកំហុសរបស់ខ្ញុំសុំទោសផងតទៅខ្ញុំមិនជួបលោកទៀតទេឈប់សិនឲ្យទូរស័ព្ទមកខ្ញុំមិនបានសិក្សាជាមួយស្រីម្នាក់នឹងទេចាស់ទុំគ្រាន់តែនិយាយគ្នាតែប៉ុណ្ណោះចំណែកតំណែងតំណងពួកយើងខ្ញុំមិនបានពេញចិត្តដោយខ្លួនឯងទេវាមិនមែនជាកំហុសរបស់នាងខ្ញុំបានសេលេខទូរស័ព្ទទុកហើយបើអញ្ចានឹងលៀនជាយេមករករឿងទៀតតែប្រាប់ខ្ញុំភ្លាមណាឋានៈរបស់គេប្រកាសជាមិនធម្មតាទេខ្ញុំមិនអាចយកអំពើល្អរបស់គេមកគិតដាក់ខ្លួនឯងបានឡើយខាងស៊ីយេកុំធ្វើដូចជាមនុស្សខ្វះក្តីស្រឡាញ់ពេកអីអាឡូម៉ាយេយើងបានទទួលលុយ2សែននោះហើយស្លាប់ហើយយើងនឹងច្បាស់ថាឯងពិតជាពូកែខ្លាំងណាស់ថែទាំងអាចចាប់តាចិញ្ចឹមបានទៀតអញ្ចឹងឯងប្រាប់ឲ្យគេទិញផ្ទះឲ្យឯងមកក្នុងទៅហើយឯងយកមកធ្វើជាផ្ទះចំណងដៃឲ្យបងប្រុសឯងខ្ញុំនឹងមិនសុំគេទៀតទេលោកឈូមិនគួរមកពាក់ព័ន្ធនឹងមនុស្សដូចជាខ្ញុំឡើយម៉ាខែនេះខ្ញុំឲ្យម៉ាក់ដល់ទៅ3សែនហើយណាបើម៉ាក់ចង់បានលុយទៀតក៏យកខ្ញុំទៅលក់ទៀតទៅនេះនិយាយបែបនេះមានន័យថាម៉េចគឺវាមិនព្រមឲ្យទៀតនឹងហើយមានក្មេងៗបានការពេលនេះរឹងដៃរឹងជើងហើយវាហ៊ានជំទាស់នឹងយើងមិនបាច់បារម្ភទេម៉ែនឹងទៅអុកឡុកវានៅមហាវិទ្យាល័យរបស់វាអូយម៉ាមិនបាច់ទេពេលនេះវាមានតាចាំហើយតាយើងធ្វើដូចមែនទេលោកឈូលោកឲ្យលុយខ្ញុំរួចហើយថែមទាំងជួយខ្ញុំទៀតលោកមិនបាច់មកបារម្ភទេ
ខ្ញុំអាចចាត់ការខ្លួនឯងបាន អញ្ចឹងគួរតែចាត់ការយ៉ាងម៉េចមនុស្សចាត់ទុនដូចជានាងត្រូវគេយកទៅលក់ហើយនៅជួយគេទៀត អត់ទេខ្ញុំប្រាប់ពួកគាត់រួចហើយថាខ្ញុំនឹងមិនឲ្យលុយទៀតទេ ហើយបើគេទៅមកករឿងនៅមហាវិទ្យាល័យហើយអានឈ្មោះជាគ្រួសារតែមួយនាងគិតធ្វើយ៉ាងម៉េច ខ្ញុំអាចចាត់ការខ្លួនឯងបានខ្ញុំដឹងថាលោកពូកែខ្លាំងណាស់មនុស្សដូចជាខ្ញុំមិនគួរពាក់ព័ន្ធជាមួយនឹងមនុស្សដូចជាលោកទេហើយម្យ៉ាងវិញទៀតខ្ញុំក៏មិនចង់ខ្លាចជាប្រពន្ធចំអ្នកណាដែរ បើសិនជានាងមិនពេញចិត្តទេនាងបដិសេធតែម្ដងទៅចាំបាច់ពេចមកខ្ញុំបែបនេះខ្ញុំនឹងមិនខំនាងទេ ជាការពិតទេ ខាងស៊ីទេបើនាងមិនពេញចិត្តនាងអាចបដិសេធបានដែរ តែឲ្យលុយម៉ាក់ទៀតហើយពេលនេះខ្ញុំគ្មានលុយច្រើនដល់ថ្នាក់ហ្នឹងទេយីអញកុំខឹងអីណាមុននេះយើងជាអ្នកធ្វើរឿងមិនល្អដាក់ឯងដោយសារតែឯងទើបបងប្រុសឯងបានរៀបការយើងពិតជាចង់អរគុណឯងណាតទៅយើងនឹងមិនសុំលុយឯងទៀតទេប៉ណ្ណឹងបានទេហាកូនសម្លាញ់ជាការពិតទេម៉ាក់នឹងឈប់ទៅមហាវិទ្យាល័យហើយមែនទេនិយាយបែបនឹងធ្វើអីអ្នកជាម្ដាយគ្រាន់តែសង្ឃឹមថាកូននឹងតាំងចិត្តរៀននិងមានអនាគតដែលល្អនោះអីស្អែកនេះបងប្រុសឯងនឹងចប់ពីហើយយើងនឹងចាត់កម្មវិធីបែបគ្រួសារនៅផ្ទះឯងគឺជាបងស្រីច្បងយ៉ាងណាក៏មកឃើញមុខបងថ្លៃបន្តិចទៅចាចាំខ្ញុំទៅប៉ណ្ណឹងគឺរួចហើយអ្នកនាងអានទុកចិត្តចោកូនស្រីខ្ញុំនេះស្ដាប់អង្គប់ខ្លាំងណាស់បើវាប្រាប់ថាត្រឡប់មកវិញវានឹងមកមិនខានហើយចង់រឿងលុយលេខកូដ44ខ្ទង់ អ្នកនាងអានហេតុអីបានជាអ្នកនាង ខ្ញុំនិយាយមិនទាន់ចប់ទេខ្ញុំត្រូវការឲ្យខាងស៊ីយេមិនអាចត្រឡប់មកវិញបានទៀត អ្នកនាងអានទុកចិត្តចុះសំត្រឹមតែលុយដល់ដៃអ្នកនាងចង់ឲ្យខ្ញុំធ្វើអីខាងជេក៏បានឬមួយក៏ចាប់វារៀបការតែម្ដងក៏បានតែគឺគ្មានបញ្ហាអ្វីនោះទេ បានតា បានហើយ ក៏ប៉ុន្តែពួកឯងត្រូវតែរើប្តីឲ្យវារៀងល្អបន្តិចទៅរឿងនេះមានទុកចិត្តពួកយើងចោតាលីនេះណាពួកកែចាត់ការប្រពន្ធខ្លាំងណាស់ខ្ញុំហ៊ានធានាថាអ្នកនាងមិនបានឃើញមុខខាងស៊ីយេនៅក្នុងក្រុមទៀតទេចិញ្ចឹមកូនបែបហ្នឹងទៅព្រៀនប្តាយកូនចេញមកបែបនេះបានបើចាប់រឿងនេះខ្ញុំថែមឲ្យ2សែនទៀតអើយអ្នកនាងទុកចិត្តចោពេលដែលវាក្មេងម្នាក់ហ្នឹងត្រឡប់មកដល់ទីនេះខ្ញុំហ៊ានធានាថានឹងគ្មានថ្ងៃគិតទៅណាបានទៀតទេ ត្រឡប់ទៅវិញដោយសុវត្ថិភាពអ្នកនាង ខ្ញុំសូមក្រុមការគ្រប់មុខទាំងអស់នៅថ្ងៃត្រង់នេះខ្ញុំចង់ឃើញមេត្រារបាយការណ៍នេះ បាទ ហើយក៏ប្រូការប្រជុំនៅម៉ោង 2 ផង បាទប៉ុន្តែលោកប្រធានឈូលោកធ្វើការយប់បែបនេះគឺរហូតមកហើយតើ អូយស្លាប់ហើយយាយមកដល់ហើយស៊ីវអ៊ីចេញមកបងស្រីឯងត្រឡប់មកវិញហើយនេះ អូហូបងស្រីបងមកហើយខ្ញុំពិតជានឹកបងខ្លាំងណាស់ចូលទៅផឹកទឹកសិនទៅ ស៊ីអ៊ីនេះគឺថ្ងៃចប់ពីឯងតាហេតុអីបានជាក្នុងផ្ទះស្ងាត់ម្ល៉េះអើយបន្តិចទៀតយើងនឹងហៅមនុស្សម្នាមកចាត់ការហើយចូលក្នុងផ្ទះសិនទៅណាចាំយើងតចូលទៅស៊ីអ៊ីអញចាក់សោទ្វារធ្វើអីអញចាំណា អញ្ចឹងចាក់សោការពារកុំឲ្យកូនកំងចេញទៅនោះអី អ្នកណារៀបការម៉ាយើងធ្លាប់ប្រាប់ហាញ់តាថាតាលីនៅផ្ទះខាងនេះគេស្រឡាញ់ឯងមិនបាច់បារម្ភទេគេប្រាប់ថានឹងមើលថែឯងឲ្យល្អម៉ាខ្ញុំឲ្យលុយមកអស់ហើយហេតុអីបានជាធ្វើឲ្យខ្ញុំបែបនេះបងស្រីមនុស្សស្រីរៀបការគឺអាស្រ័យទៅលើឪពុកម្ដាយនិងមានដៅរៀបចំទេយ៉ាងណាក៏ដោយក៏ត្រូវតែរៀបការតែមិនអាចគិតបានទេ ខ្ញុំមិនការទេខំចេញចង់ទៅណាអូយចាំម៉េចរករឿងឈឺខ្លួនអីខ្ញុំឲ្យលុយមកច្រើនហើយម៉ាក់នៅមិនពេញចិត្តទៀតទេខ្ញុំមិនការទេ ឯងមានសិទ្ធិស្អីជ្រើសរើសយប់នេះជានឹងឲ្យតាលីមកចំណែកឯងរៀបចំខ្លួនផ្សំដំណេកជាមួយគេទៅចាប់ទៅ ខ្ញុំមិនការជាមួយគេទេ ចូលទៅខាងស៊ីយេឯងនៅឲ្យស្ងៀមល្អជាងបើសិនជាឯងមិនចង់ឈឺខ្លួនឯងកុំគិតឲ្យសោះយើងប្រាប់ឯងទៅចុះឈ្មោះឯងនៅក្នុងសិភៅគ្រួសារនេះទោះបីជាឯងរត់គេតាណាក៏យើងរកឃើញដែរ ភ្លៀងធ្លាក់ហើយ ខ្ញុំមិនរៀបការទេ ខ្ញុំអាចជួយនាងឲ្យរួចផុតពីកន្លែងនេះបាន ខ្ញុំត្រូវតែចេញពីទី ចាត់ នេះ ការពួកនឹងបាន លោកឈូ ខាងស៊ីយេនាងយំមែនទេ ខ្ញុំសូមវល់លោកជួយខ្ញុំផងខ្ញុំនឹងនៅជាមួយលោក លោកប្រធានឈូ បញ្ជូនមនុស្សទៅភូមិលៀនសួយឥឡូវនេះ បាទលោកប្រធាន យាយស្ដាប់យើងណាបដូរឈុតទៅបន្តិចទៀតតាលីខាងផ្ទះនឹងមកទទួលហើយខ្ញុំមិនបដូរទេ ម៉ែតែខាត់វាជាមួយវាធ្វើស្អីចាប់វាបដូរឈុតទៅ បានមកជួយចាប់មកនេះអូយ ណែឯងចង់តដៃមែនទេមកចាប់មក នៅស្ងៀមណានៅស្ងៀម ម៉ែឆាប់បោះហៅវាទៅម៉ែ ហេតុអីក៏រឹងយ៉ាងនេះហ៎អូយហូយហ៎អ្នកណានឹងអ្នកណាហ៎
តើពួកគេឲ្យលុយប្រមាណ ខ្ញុំដឹងថាលោកជាអ្នកមានលុយមានអំណាចតែនេះគឺជារឿងនៅក្នុងគ្រួសារពួកយើងណាឈ្មោះវានៅក្នុងសភៅគ្រួសារយើងនៅឡើយទេអូយ300,000 អញ្ចឹងខ្ញុំឲ្យ500,000តែតទៅហាមឲ្យពាក់ព័ន្ធជាមួយនឹងស៊ីយ៉េទៀត ហាងស៊ីយ៉េអាចទៅតង់អ្នកមានដល់កម្រិតនេះមិននឹងអាចលែងនាងដោយស្រួលទៅ1 លាន ពេលនេះគ្មានសិនមកទៀមទាជាមួយយើងទេបើមិនយកពេលនេះតទៅគុំសង្ឃឹមថាបានមកកាក់មិនស្អីនោះ ទៅអូយ ប្រធានឈូយកលុយមក1 លានហើយយើងមិនពាក់ព័ន្ធជាមួយនឹងខាងស៊ីយ៉េទៀតទេពួកយើងគឺលក់នាងឲ្យលោកដាច់តែម្ដង ខាងអីអញ ក៏បានយើងនឹងឲ្យជំនួយការទៅជាមួយឯងហើយដកឈ្មោះនាងចេញពីសភៅគ្រួសារហើយចាប់ពីនេះតទៅខាងស៊ីយ៉េនឹងពួកឯងនឹងមិនពាក់ព័ន្ធគ្នាតាមផ្លូវច្បាប់ទៀតទេ យល់ព្រម1 លានក៏1 លាន ពីពេលតទៅនេះជារបស់យើងហើយតែឯងមកផ្ទះតបយើងអញ្ចឹងយើងប្រហែលជាត្រូវជំរះមកជិះជាមួយឯងតិចហើយឆាប់ក្រោកឡើងអ្នកណាវាយនាងគួរតែវាយគេវិញចាប់ផ្ដើមទៅចាប់ផ្ដើមទៅនាងកំពុងតែលីសាញ់មែនទេ អូយកូនប្រុសម៉ែអើយ តទៅអ្នកណាធ្វើបាបនាងត្រូវចាត់ការគេវិញបើមិនជាមានរឿងអីខ្ញុំជាអ្នកទទួលខុសត្រូវយល់ទេ ការសហការជាមួយយើងហើយដឹងតែទេយើងគឺកំពុងតែខាត់កម្រិតខ្លួនហើយ អាជីនតើហេតុអីទៅ លោកឈិនមិននឹងអាចរៀបការជាមួយមនុស្សស្រីគ្មានបានការយ៉ាងម៉េចគេគ្រាន់តែលេងសើចប៉ុណ្ណោះមនុស្សប្រុសលេងសើចជាមួយស្រីខាងក្រៅប្រហែលអ្នកក៏បានពេលដែលគេធុញគេនឹងត្រឡប់ទៅវិញដល់ខ្លួនឯងហើយ ចាយល់ហើយ លីនពីជេតហាមទៅរករឿងខាងស៊ីយ៉េទៀតណានេះជាការដាស់តឿនជាលើកចុងក្រោយ បានខ្ញុំហ៊ានធានាខ្ញុំមិនទៅរករឿងនាងទៀតទេជួយខ្ញុំទៅ ប៉ានិយាយត្រូវអាជីនគ្រាន់តែឃើញវាជារបស់លេងថ្មីគ្រាន់តែតាក់ទងលេងប៉ុណ្ណោះខ្ញុំមិនជឿនោះទេថាគេនឹងបានខ្លួនតាក់ទងជាមួយខាងស៊ីយ៉េយ៉ាងណាអ្នកដទៃក៏នៅតែមើលឃើញថាខ្ញុំនិងអាជីនត្រូវតែរៀបការជាមួយគ្នាដដែលប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ សុជីនឯងក៏ភ្លេចបញ្ចូលរួមកម្មវិធីណាឯងគឺជាអ្នកបណ្ដាក់ទុនធំឯងគួរតែផ្ដល់កិត្តិយសឲ្យយើងបន្តិចទៅជប់សិនឯងនាំស្រីតូចមកនៅផ្ទះជាមួយហើយតើមែនដែរទេ សួស្ដី អញ្ចឹងផ្ញើជួយជិនផងណាថ្ងៃនេះគេផឹកទទួលភ្ញៀវច្រើនបន្តិចហើយណាហើយនេះប្រធានខុសខើជាមួយនឹងស្រីតូចទុនភ្លុននោះតា លោកប្រធានហ្វុយខ្ញុំគិតថាអ្វីដែលលោកគួរធ្វើពេលនេះលោកគួរតែលុបរឿងនេះទៀតនោះចេញទៅនៅក្នុងផ្ទះទៅប្រាស់ស្បែកជើងដើរជើងទៅទីអញ្ចឹងប្រយ័ត្នផ្ដាសាយ4រដូវកាលទៅ លោកឈូដឹងរឿងបែបនេះបានយ៉ាងម៉េចហ្នឹងអូមែនហើយប្រធានឈូប្រហែលជាធ្លាប់មានសង្សារពីមុនមកហើយទើបដឹងរឿងទាំងអស់នេះបានល្អណាស់ហើយលោកធ្វើល្អចំពោះស្រីផ្សេងបែបនេះដែរទេ ប្រកាសជាមិនមែនហើយខ្លះនេះនឹង អូខ្ញុំធ្វើអាហារពេលល្ងាចសាក់លោកមើលទៅលោកមើលឆ្ងាញ់ទេ សាយនេះមានការប្រជុំប្រហែលជាមិនបានត្រឡប់មកវិញទេបើនៅម្នាក់ឯងខ្លាចត្រឡប់ទៅបន្ទប់សាលាវិញក៏បាន ចាអញ្ចឹងលោកពិសាច្រើនទៅណែខាងស៊ីយ៉េឆាប់សារភាពភ្លាមមករយៈនេះអញមិនសូវត្រឡប់មកបន្ទប់អញលួចមានសង្សារហើយមែនទេហាមានឯណាអញទៅលឺមកពីណាហ្នឹងអញបង្ងើយកតែដាក់ជើងមកច្រើនថ្ងៃហើយមិនខ្វល់ទេថ្ងៃនេះអញត្រូវទៅដាស់លេងជាមួយយើងទៅដាស់លេងណែណាប៉ារបស់យើងទៅនិយាយក្រុងការអ្វីមួយយ៉ាងទេមានពិធីជប់លៀងថ្ងៃនេះហើយប៉ាបង្ខំឲ្យយើងទៅទៀតផងតែយើងមិនស្គាល់អ្នកណាទេតែបើឲ្យខ្ញុំទៅកម្មវិធីបែបនេះមិនល្អទេដឹងវាមានតែស្អីទៅពួកគេនិយាយរឿងការងារយើងតែញ៉ាំអីទៅមិនបាច់ខ្វល់ទេសម្រាប់ចិនហើយណាថ្ងៃនេះទៅផ្ទះយើងទៅចាំយើងតុបតែងមកឲ្យស្អាត
អូខេចាំថ្ងៃយប់នេះលោកឈូក៏មិននឹកផ្ទះដែរ ហើយចេញទៅដល់ហើយ បាទគាត់ឲ្យនៅប្រធានមន្ត្រីពេទ្យចាំនៅក្នុងកម្មវិធី អាជីនក្រុមការនីងតកលអានក៏បានកម្រៃខ្លះដែរទៅប៉ាឲ្យខ្ញុំមកដើរគូជាមួយនឹងលោក មិនចាំបាច់ទេ អាជីនខ្ញុំមកចាប់យូរហើយណា ឆាប់ចុះទៅបាត់ទ្វារផង មកឥឡូវឡើងយើងតាំងចិត្តតែខ្លួនឯងណាមិនបាច់អ៊ីនទៀតទេនូនតែងខ្លួនបាត់នេះលេចធ្លោពេកទេដឹងលេចធ្លោអីទៅធម្មតាឯងក៏ធ្វើខ្លួនសម័យស្រាប់ទៅហើយជឿជាងទៅថ្ងៃនេះឈុតរបស់ឯងគឺលេចធ្លោខ្លាំងណាស់បានហើយឆាប់ទៅមកខាងស៊ីយេហេតុអីក៏ទៅណាមកណាជួបតែឯងរហូតអញ្ចឹងនាងស្រីប្រពន្ធចង់មិនចេះខ្មាស់គេទេយើងធ្វើឯងខ្ទាតចេញពីកម្មវិធីនេះញ៉ាំត្រង់នេះមិនអីទេមែនទេហើយចាំម៉េចពួកគេក៏ឈរនៅត្រង់នេះដែរតាគ្មានអ្នកក៏ចូលមកអុកឡុកយើងទេ អ្នកនាងយប់នេះតើអ្នកនាងមានគូហើយនៅ នៅទេមានអីហេ លោកប្រធានឈូព្រោះតែលោកម្នាក់គាត់ទើបអាចប្រពៃពិធីនេះឡើងបានលោកមិននៅបាត់តិចទៀតទេលោកប្រធានឈូជិនគេមិនចូលចិត្តបរិយាកាសអ៊ូអរទេកុំបាយខត់គេអី ខាងស៊ីទេនេះមកទីនេះបានចាំហើយថែមទាំងមកជាមួយនឹងប្រុសផ្សេងហើយតែងខ្លួនបែបផ្សេងទៀតអត់ទេយើងចូលចិត្តបរិយាកាសអ៊ូអរបែបនេះអញ្ចឹងខ្ញុំមិនរំខានលោកប្រធានទេខ្ញុំសូមដើរលេងតិចសិនណា អញ្ចឹងខ្ញុំអាចជិញអ្នកនាងដើរជាគូបានដែរទេ សំទោខ្ញុំមិនអាចដើរគូជាមួយលោកបានទេ តែអ្នកនាងមកម្នាក់ឯងតើ ចាត្រូវហើយខ្ញុំមកម្នាក់ឯងតែខ្ញុំមិនពេញចិត្តទេអត់ខ្ញុំសំទោអើយខាងស៊ីយេអញផ្លាស់ប្ដូរហើយណាអញមិនមែនជាមនុស្សកំសាកទៀតទេបើពេលនោះអញព្រមនិយាយនឹងមុខគ្រប់គ្នាថាមិនចូលចិត្តលៀងជីយេអញប្រហែលជាមិនត្រូវគេយកទៅនិយាយរឿងមិនល្អបែបនេះនោះទេ ខាងស៊ីទេបើនេះមិនពេញចិត្តនឹងធ្វើអ្វីនាងអាចបានខ្សែបាន នាងជាអ្នកណាហើយមកធ្វើអីហ្នឹងយើងគឺនាងអញ្ចាត្រកូលអានយើងចង់មកមើលបន្តិចមើលថាអ្នកណាដែលហ៊ាននាំនាងប្រពន្ធចុងម្នាក់នេះមកចូលរួមកម្មវិធីហ្នឹង តែងខ្លួនសេកស៊ីបាននេះកាលប៉ុន្តែជាប្រពន្ធចង់គេតើ យើងកំពុងនិយាយជាមួយអញមិនលឺទេហេអាជីនកាលដែលលោកឈូប្រាប់ថាមកជួបភ្ញៀវគឺនៅទីនេះមែនទេគេមិនចង់ឲ្យអ្នកផ្សេងដឹងរឿងរបស់យើងឬមួយអាជីនខ្ញុំដឹងស្រាប់ហើយនៅមុខអ្នកដទៃលោកគ្មានใครបបាក់មុខខ្ញុំទេអញដឹងទេថាអាជីនស្អប់ឈុតដែលសេកស៊ីបែបនេះខ្លាំងណាស់ហួសសម័យថប់ទៀបគេមិនចូលចិត្តឃើញរបស់មានតម្លៃថប់បែបនេះរួមទាំងមនុស្សទៀតផងប្រធានឈូគឺជាអ្នកបណ្ដាក់ទុនធំជាងគេបើហ៊ានធ្វើឲ្យគេមិនពេញចិត្តនាងប្រកាសជាគ្មានកន្លែងឈរជើងទេ នេះជាប្រពន្ធចង់តែងខ្លួនបែបនេះប្រហែលជាបរិបទតាចិញ្ចឹមទេដឹង មិនចេះខ្មាស់គេក៏ទៅសោះ មកនេះខ្ញុំទើបតែនិយាយជាមួយនាងតែនាងមិនចាប់អារម្មណ៍ខ្ញុំការពិតគឺដំឡើងរឹកនោះឯង អ្នកនាងអញទោះបីខ្ញុំមានតម្លៃថោកតែព្រោះតែអ្នកនាងខ្ពង់ខ្ពស់ទៅបានជាចូលចិត្តមកមុខបង្កាច់អ្នកដទៃអ្នកនាងប្រហែលភ្លេចហើយពីមុនអ្នកនាងធ្លាប់មកបង្កាច់ខ្ញុំថាជាប្រពន្ធចុងសម្បត្តិសំទោសដែលអ្នកនាងបានសរសេរនៅជាប់នៅលើក្តារប្រកាសនៅឡើយទេនាងនិយាយឈួតស្អីហ្នឹងនាងស្រីប្រពន្ធចុងហ៊ានតតឲ្យយើងហ៎សន្និសីទតាណាអស់ហើយនៅធ្វើអីទៀតបញ្ញាមកអូនស្រីម្នាក់នេះចេញទៅ ជប់ណា អាជីនក្រុមតលេងស្រីម្នាក់នេះមិនចាំបាច់ប្រាដៃលោកទេបញ្ញាបោកបាត់ទៅនូនទៅវិញទៅ កុំធ្វើជាមិនស្គាល់អី ព្រះហើយប្រធានឈូនឹងនាងត្រូវជាស្អីទៅស្គាល់គ្នាហ៎សេយេទៅស្គាល់ប្រធានឈូបានយ៉ាងម៉េច ខ្ញុំធ្លាប់ប្រាប់ហើយថាបើមានរឿងអីឆាប់ប្រាប់ខ្ញុំមក ខ្ញុំឃើញថាលោកកំពុងតែរវល់ទៅខ្លាចថាខ្ញុំទៅរំខានលោកអាជីន ខ្ញុំគ្រាន់តែចង់ឃើញថាពេលដែលខ្ញុំបង្រៀននាងហើយត្រូវអ្នកណាម្នាក់ធ្វើបាបនាងនាងចេះតស៊ូដែរឬក៏អត់នាងធ្វើបានល្អអត់តាតោះទៅវិញ តទៅហាមស្លៀកពាក់បែបនេះទៀតណា មិនស្អាតមែនទេនាងអានថាលោកមិនចូលចិត្តបែបនេះអញ្ចឹងតទៅខ្ញុំលែងស្លៀកបែបនេះទៀតហើយលោកឈូ ស្អាតខ្លាំងណាស់រហូតដល់ខ្ញុំមិនចង់ឲ្យអ្នកណាឃើញនាង លោកឈូពិធីជប់លៀងមិនតាន់ចប់ទេ បើខ្ញុំមិនអនុញ្ញាតយ៉ាងណាក៏មិនអាចចូលមកបានដែរ លោកឈូកុំធ្វើអីនៅត្រង់នេះអី មិនចាំបាច់ខ្លាចទេ
ពីធីជប់លៀងនេះគ្មានអ្នកក្រៅទេបើយើងនាំនាងទៅប្រហែលជាគ្មានអ្វីកើតឡើងដែរ ឯងពិតជាមិនដឹងរឿងនៅក្នុងរង្វង់គ្រួសារពិតមែនទេឯងដឹងថាមនុស្សប្រមាណអ្នកដែលសម្លឹងត្រកូលឈូតំណែងអ្នកស្រីឈូបើឯងគ្រាន់តែនាំនាងចូលកាត់វាព័ត៌មាននឹងបែកធ្លាយចេញហើយ ហើយយ៉ាងម៉េចបើយើងនាំនាងទៅជាមួយគ្រប់គ្នាគិតថាខ្ញុំស្រឡាញ់នាងហើយនាងនឹងខ្លាចទៅជាអនាគតអ្នកស្រីឈូតាមមែនទេ ត្រូវហើយណែឈូជីនឯងមានន័យថាម៉េចណែស៊ូជីនអាទិត្យក្រោយគ្រួសាររបស់យើងធ្វើពិធីជប់លៀងដ៏ធំមួយរបស់គ្រួសារប្រកាសជាបងស្រីអញ្ចារបស់យើងចូលរួមមិនខានមនុស្សដូចបងស្រីយើងទើបគ្រួសារឈូទទួលស្គាល់ចុះនាងវិញជាស្អីទៅ កំពុងតែគិតអីហ្នឹង លោកឈូត្រឡប់មកវិញហើយមែនទេ លោកឈូ ហើយឈ្មោះខ្ញុំទៅបានហើយ ឈូជីន បើឯងចាត់ទុកនាងជារបស់លីសោកំណត់ទៅអីលើកលែងតែឯងពិតជាស្រឡាញ់នាងពិតមែន មកខ្ញុំមានប្រឡាក់អីមែនទេ អាទិត្យក្រោយផ្ទះរបស់ខ្ញុំមានកម្មវិធីដូច្នេះហើយនាងទៅជាមួយខ្ញុំណា គេនាំខ្ញុំទៅជាមួយបែបនេះគ្រប់គ្នានៅដឹងរឿងរបស់យើងក៏ប៉ុន្តែពួកយើង ចង់គិតមែនទេថាងស្រីយេខ្ញុំប្រាប់ហើយថានាងមានសិទ្ធិបដិសេធតា លោកឈូលោកឲ្យខ្ញុំទៅពិធីជប់លៀងក្នុងគ្រួសារលោកដូចជាមិនស័ក្តិសមទេ ខ្ញុំក៏ដូចជាច្បាយរបស់នាងអញ្ចឹងថែមតែបើកប្រាក់ខែឲ្យនាងផងនាងគិតមិនចង់ធ្វើការទេហ៎ ទោះបីខ្ញុំបដិសេធក៏នៅតែមិនបាន ចេះហ៊ានផងហ៎ខ្ញុំនៅមុខហើយហ៊ាននិយាយដើមទៀតណោះ ខ្ញុំទៅហ៊ានបានយ៉ាងម៉េចលោកពូឈូ នាងនឹងអាចជិនមើលទៅដូចជាមិនដំណើរការទៅមុខសោះពិធីជប់លៀងនៅថ្ងៃស្អែកនេះខ្ញុំបានដឹងអស់ហើយ សំទោសដែលខ្ញុំមិនបានការខ្លួនឯងមិនអាចសម្រាប់ចាប់បេះដូងអាជីនបានប៉ុន្តែនាងស្រីមកក្រាស់ម្នាក់នឹងនិយាយតែជាមួយនឹងអាជីនខ្ញុំធ្វើរឿងថោកទាបបែបហ្នឹងមិនរួចទេ គ្រាន់តែលេខលៀបថោកទាបមិនអាចដាក់លើតុបានទុកចិត្តចុះកូនក្រមុំអាចជិនណាត្រូវតែជាមនុស្សដែលមានឋានៈប្រហាក់ប្រហែលនឹងគ្នាមនុស្សស្រីបែបហ្នឹងមិនស័ក្តិសមទេពិធីជប់លៀងនេះនាងត្រូវតែមកត្រូវតែធ្វើឲ្យគេដឹងខ្លួនហើយដកខ្លួនចេញទៅវិញ ជាការពិតមែនទេអរគុណណាស់ ឯនៅខ្មែរអាជីនរហូតមកសាប្រាប់យើងបន្តិចមើលថាស្រីម្នាក់ហ្នឹងវាបានប្រៅស្នេហ៍ស្អីខ្លះដែរជី គឺណែរឿងនេះខ្ញុំក៏មិនដឹងដូចគ្នាដែរ ណាស់ហើយចុះយ៉ាងណាក្មេងស្រីម្នាក់នេះក៏មិនអាចទទួលខុសត្រូវតំណែងអ្នកស្រីឈូបានដែរយើងពិតជាមិនយល់ស្របជាដាច់ខាតមិនបាច់ក្រែងចិត្តទេពេលឯងចូលទៅដល់ហើយអ្នកដែលអង្គុយក្បាលតុនោះគឺប៉ារបស់ខ្ញុំហើយចំណែកនៅខាងស្ដាំម៉ាក់របស់ខ្ញុំនាងចាំប៉ាម៉ាក់ខ្ញុំបានហើយអ្នកផ្សេងមិនសំខាន់ទេ ហើយបមារបស់លោកគិតថាយើងជាសង្សារនឹងគ្នាពិតមែនហើយគាត់ឲ្យខ្ញុំ100លានដើម្បីបែកពីលោកតែខ្ញុំធ្វើយ៉ាងម៉េច ខាងស្រីម៉ាក់របស់ខ្ញុំគឺជាអ្នកវិនិយោគប្រព្រឹត្តទៅតាមច្បាប់ហើយក៏បងពុនទៀងទាត់គាត់គ្មានលុយសុទ្ធដល់ថ្នាក់ហ្នឹងទេ សំទោសខ្ញុំឃើញនៅក្នុងរឿងប្រឡំលោកប្រធានដូចជាលោកខ្ញុំស្មានតែពួកលោកទៅណាមកណាមានអង្គរៈអមជាមួយទៅទៀតផង ប្រធានក្រុមហ៊ុនមិនមែនជាអ្នកលេងទេនៅក្នុងក្រុមហ៊ុនមិនអនុញ្ញាតឲ្យធ្វើជាអ្នកលេងទេនាងជប់អានប្រឡំលោករឿងអ្នកលេងទៀតទៅគ្រួសារខ្ញុំមិនមែនអញ្ចឹងទេ លោកពូមុននេះបងធំបាននាំស្រីម្នាក់ចេញពីកម្មវិធីហើយស្រីម្នាក់ហ្នឹងគឺជាមិត្តរួមការរបស់ខ្ញុំគិតថានាងចង់ចាប់បងធំនឹងហើយលោកពូដាស់តឿនបងធំឲ្យបានល្អទៅលីនស៊ុយយេឲ្យមានសិទ្ធិស្អីយករឿងឈូជីនមកនិយាយបែបនេះបិទមាត់ទៅ ជំរាបសួរ អីយ៉ាបងស្រីអញ្ញ៉ាបងមកបានយ៉ាងម៉េចហ្នឹងបងធំប្រពន្ធបងមកមែនទេខ្ញុំថាហើយបងស្រីមិននៅទៅឆ្លាញ់ស្រីលំដាប់ហ្នឹងយ៉ាងម៉េចទៅមកខាងនេះអញ្ជើញអង្គុយទៅបង អ្នកមីង អោះមែនហើយឯណាបងធំហេតុអីក៏មិនឃើញគាត់មកអញ្ចឹង លោកប្រធានលោកប្រុសមកដល់ហើយ សុំទោសដែលខ្ញុំមកយឺនចៃដន្យនៅខាងក្រុមហ៊ុនមានរឿងបន្តិចបន្តួច សួស្តីខ្ញុំឈ្មោះថាងស៊ីយេ អាជីននេះពិធីជប់លៀងក្នុងគ្រួសារនាំអ្នកដតីមកខុសកលៈទេសៈបន្តិចហើយណាលោកប៉ាក៏នាំអ្នកក្រៅមកដែររឿងបែបនេះខ្ញុំក៏រៀនតាមលោកប៉ាសាប់ហើយតានេះឯង បានហើយមកដល់ហើយអង្គុយចុះទៅ ងើបចេញ អត់ណាបងអញ្ញ៉ាមកអង្គុយត្រង់នេះទៅអង្គុយទៅ អាជីថ្ងៃនេះអញ្ញ៉ាក៏នៅដែរអញនាំស្រីផ្សេងមកជាមួយមើលទៅមិនស័ក្តិសមទេ ទៅ ណា ហើយនៅនាងអញ្ញ៉ាហើយនឹងឯងបានភ្ជាប់ពីជាមួយគ្នាហើយណោះ
លោកឈូនិងនាងអាំងជាប់ពាក្យជាមួយគ្នាពួកគេពិតជានៅក្មេងខ្លាំងណាស់ចាំអ្វីមិនបានទេហើយម្យ៉ាងទៀតលោកប្រុសឈូក៏មិនបានពេញចិត្តពិធីភ្ជាប់ពាក្យមួយនេះហេតុដូច្នេះហើយគេក៏មានសិទ្ធិនាំខ្ញុំមកជាមួយដែរមើលទៅដូចជាទុនខ្សោយទេប៉ុន្តែចិត្តក្លាហានដែរតា រឿងក្នុងផ្ទះនេះមានសិទ្ធិអីមកនិយាយលោកប៉ានេះជាសង្សាររបស់ខ្ញុំហើយក៏ជាកូនកំមុំរបស់ខ្ញុំទៀតផងនាងក៏មានសិទ្ធិនិយាយដែរមកតាមយើងខាងស៊ីយេនេះមិនចេះខ្មាស់គេខ្លះទេឲ្យដៃជើងមិនបានសម្រេចទើបមានជាដាក់បងធំយើងមែនទេ ខ្ញុំគ្មានអីពាក់ព័ន្ធនឹងលោកទេលោកទៅវិញទេដែលព្យាយាមមកតាមខ្ញុំឲ្យបង្ខំខ្ញុំ លៀនជួយយេហើយឆាប់បិទមាត់ព្រាមទៅនាងគឺជាអនាគតបងថ្លៃឯងណោះបងថ្លៃស្អីទៅនាងគ្រាន់តែជាស្រីសំណល់មិនដឹងថាមានប្រុសប្រមាណអ្នកទៅហើយទេ លីនជីយេអ្នកណាបង្រៀនអ្នកឯងនិយាយស្មុករកបែបហ្នឹងហ៎ចង់អង្គុយញ៉ាំបាយស្រួលបួលឬក៏ចង់បកក្បាលចេញទៅវិញសម្លឹងអ្នកដទៃបែបនេះវាមិនសុភាពទេណាអើខ្ញុំសុំទោសអ្នកមីងខ្ញុំគ្រាន់តែមានអារម្មណ៍ថាអ្នកមីងពិតជាស្អាតណាស់ទាំងទន់ភ្លន់ហើយនឹងស្រស់ស្អាតតែបានជាភ្លេចខ្លួនសម្លឹងតិចទៅលោកឈូប្រហែលជាបានមកពីអ្នកស្រីច្រើនហើយមាត់ផ្អែមណាស់តានេះ លោកប៉ាដំបងខ្ញុំក៏មិនចូលចិត្តអញ្ញាដែរហេតុអីក៏ខ្ញុំមានអ្នកផ្សេងលោកប៉ាមិនពេញចិត្តបាននេះទោះអញ្ញាមានលេខឈាមច្រើនតិចមែនតែនាងមានត្រកូលអន់ជួយគ្រប់គ្រងពីក្រោយហើយក៏អាចជួយដល់ឯងបានក៏ប៉ុន្តែក្មេងស្រីដែលឯងនាំមកនេះណាស្អីក៏គ្មានតិចរឿងអីដែលយើងយល់ស្របលោកប៉ាត្រកូលអានឈាមមកដល់ចំណុចនេះបានដោយសារតែខ្ញុំយល់មុខដល់លោកតាបានជាខ្ញុំជួយពួកគេដូច្នេះហើយខ្ញុំមិនចាំបាច់ពឹងពាក់ពួកគេទេចិត្តក្មេងស្រីម្នាក់នឹងណាស្លូតបូតពេកហើយនាងមិនអាចធ្វើអ្នកស្រីឈូបានទេបើឲ្យនាងចូលក្នុងរង្វង់អ្នកដែលមានអំណាចនឹងត្រូវគេធ្វើបាបរហូតមិនសល់ឆ្អឹងខ្ញុំបង្រៀននាងខ្លួនឯងឲ្យនាងធ្វើយ៉ាងម៉េចបើសិនជានាងចង់ពាក់ព័ន្ធនៅក្នុងរឿងបែបនេះខ្ញុំមិនបង្ខំនាងទេនាងក៏មានសិទ្ធិជ្រើសរើសផ្លូវដល់ខ្លួនឯងហើយនេះពិតជារឹងរូសមិនចុះញោមមែនពិតជាកាយមិនបានមែនលោកប៉ាយ៉ាងម៉េចគិតយល់ឲ្យមែនទេកុំដំឡើងសម្លេងតានេះខ្លាំងពេកនាងផ្កាយខ្លាចណាស់ថ្ងៃនេះលោកពូឈូចេញខ្ញុំមកអញ្ចឹងមានន័យថាគាត់នឹងឃើញតម្លៃរបស់ខ្ញុំមិនព្រមអាចខាងស៊ីយាយបានមុខទេមិនដឹងថានាងខាងមកពីតកូលណាដែរតែបានជាធ្វើឲ្យអាជីនលោកដល់ថ្នាក់នេះដើមកំណើតប្រហែលជាល្អហើយមើលទៅខ្ញុំគ្រាន់តែជាកូនស្រីសាមញ្ញធម្មតាម្នាក់ខ្ញុំនិងលោកឈូបានស្គាល់គ្នាដោយចៃដន្យមែនហើយផ្ទះរបស់នាងនៅក្នុងព្រៃភ្នំសូម្បីតែថ្លៃសាលាក៏នាងរកបងខ្លួនឯងមិនដឹងជាមានសំណាងមកពីណាធ្វើឲ្យបងធំជើងស្រឡាញ់នាងបាននោះមានចំណុចពូកែមានតែចំណុចមិនល្អបើជាមិនស័ក្តិសមជាមួយអាជីនពិតមែនប៉ុន្តែនាងខាងនេះក៏ជាមនុស្សមានល្បិចដែរតើនាងគ្រាន់តែចេះប្រើមុខមាត់ទៅលលូអញ្ចាសួរមិនបានទេប្រកាសហើយកូនអ្នកមានដូចជាអញ្ចាណាមិនដឹងពីវិធីមនុស្សថោកទីប្រើកំណត់ខាងក្រោមទៅលួងមនុស្សប្រុសបែបនឹងបានទេហើយការដែលពួកអ្នកមានមករួមគ្នាថាឲ្យខ្ញុំនៅលើតុអាហារយកស្លាប់ចុករស់ពីខំពោះខ្លាំងណាស់មែនទេពេលនេះខ្ញុំអាចនឹងមិនស័ក្តិសមជាមួយគេតែថ្ងៃអនាគតក៏មិនប្រកាសដែរសមហើយដែលមកពីជនបទស្រុកស្រែគឺគ្មានសុជីវធម៌តតែសោះនេះគឺជាអរិយាប័ត្រដែលនិយាយជាមួយចាស់ទុំលោកពូទី3ពូត្រូវចាំទុកណាជីវិតពូសុខស្រួលបែបនេះក៏ព្រោះតែត្រកូលឈូដែរទើបខ្ញុំជួយពូនៅក្នុងឋានៈជាក្មួយហើយមានន័យថាម៉េចបើពូហ៊ានតែនិយាយដាក់មិត្តស្រីរបស់ខ្ញុំទៀតក្រុមហ៊ុននៅក្នុងដៃពូខ្ញុំនឹងរឹបអូសត្រឡប់មកវិញប៉ុណ្ណឹងបានហើយអាជីនបាយជានាំមិត្តស្រីរបស់ឯងមកជជែកគ្នាលោឡាទៅដល់នេះប៉ុណ្ណឹងបានហើយនាំគ្នាញ៉ាំបាយទៅខាងស៊ីយេអញនេះពិតជាពូកែមែនហេតុអីអ្នកណាក៏គេជួយអញមិនបានទេខ្ញុំត្រូវរកវិធីកម្ចាត់វាចេញពីអាជីពឲ្យទាល់តែបានមិនទេចាំព្រឹកស្អែកចាំខ្ញុំជូនទៅណានេះជាមិត្តស្រីរបស់ខ្ញុំហើយក៏ជាកូនកំមុំរបស់ខ្ញុំដែរពេលដែលគេនិយាយនៅថ្ងៃនេះតើមានន័យថាម៉េចទៅគេប្រហែលជាគ្រាន់តែលេងល្ខោនទេដឹងកុំគិតប្រដេកដាក់អីនាងគ្មានចំណុចប្រកែកទេមានតែចំណុចមិនល្អកុំគិតច្រើនអីខ្ញុំគ្រាន់តែមិននឹកស្មានថាលោកឈូក៏ត្រូវបង្ខំរៀបការដូចគ្នាលើកនេះលោកអាចលេងល្ខោនបិទបាំងសាច់ញាតិបានលើកក្រោយធ្វើយ៉ាងម៉េចទេអ្នកណាប្រាប់នាងទៅថាជាការលេងល្ខោននោះគ្រាន់តែបានល្មើសចាប់ចម្រិនក៏គ្រប់គ្រាន់ធ្វើឲ្យនាងចូលគុកបានដែរអូសាមែនដឹងថាខ្លួនអាចធ្វើខមមិនទេខ្ញុំធ្វើឲ្យលោកក្តៅក្រហាយទៀតហើយជេមិនក្រាញ់ចិត្តទេតែក្រាញ់ចិត្តធ្វើអីខ្ញុំបាននាំនាងទៅជួបប៉ាម៉ាក់ខ្ញុំហើយតាដំឡើងឋានៈខ្ញុំតិចទៅដំឡើងឋានៈអីទៅ
នៅក្នុងសង្គមលើគេនិយាយថាជួយជានាំគូនដល់ណាទៅផ្ទះហើយនាងក៏មិនឲ្យឋានៈខ្ញុំបន្តិចទេហើយនាងមិនឲ្យឋានៈខ្ញុំបន្តិចទេ មិនមែនទេដឹងពួកគេសុទ្ធតែគិតថាខ្ញុំជាអនាគតអ្នកស្រីឈូ អត់ទេនាងនៅតែនៅនាងខាងរហូតមិនចាំបាច់បដូរតកូលអ្វីទេប្រកបណាបាទនាងព្រមរៀបការជាមួយខ្ញុំប្រកាសជាសប្បាយចិត្តខ្លាំងណាស់ ខ្ញុំ បើសិនជានាងមិនពេញចិត្តទេក៏មានសិទ្ធិបដិសេធដែរ ញ៉ាហើយយ៉ាងម៉េចនឹង មនុស្សស្រីនៅទីនេះពូកែណាស់គ្រប់គ្នាមានធម៌ពលរបស់ខ្លួនឯងមែនហើយនៅពេលដែលមនុស្សស្រីបានធ្វើអ្វីដែលខ្លួនឯងចូលចិត្តតែមានអារម្មណ៍ថាពិសេសជាងនេះ ពួកគេមិនបានចូលចិត្តធ្វើការទេពួកគេត្រូវការតែលុយនោះទេណា ណែហើយចំណែកនាងវិញក៏ប្រកែកដូចគ្នាដែរ ស្ថាប័នតន្ត្រីហូចុងជារបស់ខ្ញុំមែនទេ នាងចង់រៀនបន្តចាំបាច់ទៅក្រៅប្រទេសដែរទេហួចុងគឺជាស្ថាប័នតន្ត្រីដែលល្អជាងគេ ក៏ប៉ុន្តែនេះមិនហៅថាប្រើខ្សែទេអីវាមិនល្អទេដឹង ពេលដែលខ្ញុំទៅរកនាងខ្ញុំក៏បានបញ្ជូនលទ្ធផលសិក្សាទៅឲ្យក្រុមហ៊ុនបាត់ទៅហើយពួកគេឃើញនាងពិតជាប្រកែកខ្លាំងណាស់តែប្រើខ្សែស្អីដែរគ្រាន់តែឲ្យកระดาษទៅគេត្រូវការនេះបាត់ទៅហើយ ក៏ត្រូវតែអរគុណលោកដដែលហ្នឹងបើមិនអញ្ចឹងរាល់ឆ្នាំមានមនុស្សច្រើនណាស់ពេលណាទៅគេមើលឃើញខ្ញុំទៅ យាយការពិតទៅពេលខ្លះនាងក៏ប្រើខ្សែរបស់ខ្ញុំហើយក៏គ្មានអ្វីខូចខាតដែរចាំទុកណាចង់ធ្វើឲ្យអ្នកណាម្នាក់ត្រូវតែធ្វើដោយស្ម័គ្រចិត្តចាំទុកថាជាសមត្ថភាពរបស់នាងចុះ សុំចេញបាទ ជំរាបសួរ លោកប៉ាអ្នកម៉ា មិនបាច់កន្លែងចិត្តទេអង្គុយចុះទៅអង្គុយទៅពួកយើងគ្រាន់តែចូលមកមើលប៉ុណ្ណោះអាជីនឲ្យខ្ញុំណែនាំឈ្មោះនាងឲ្យគ្រូនៅឯហូចុងនាងប្រហែលជាបានសម្បត្តិហើយមែនទេអ្នកមីងគឺជាអ្នកណែនាំខ្ញុំមែនទេខ្ញុំពិតជាអរគុណណាស់ ពីមុនមករបស់ខ្ញុំជាសិស្សឆ្នាំហួចុងណាគឺលេខ100ឆ្នាំ អ្នកមីងពិតជាពូកែខ្លាំងណាស់ ទោះបីជាទទួលសម្បត្តិចូលរៀនហើយក៏មិនអាចប្រមាថដែរវ័យកំឡោះក្រមុំត្រូវតែមានភាពមុខមុត អើយបានហើយតែនឹងបានហើយមិនមានអ្នកក្រៅឯណាទេឈប់បណ្ដោយទៀតទៅស៊ីយីតែខ្ញុំអាចហៅបែបនេះបានទេចាស់ប្រកាសជាបានលោកអ៊ំធ្លាប់ធ្វើជាចាស់ទុំនៅក្នុងផ្ទះជួបនរណាត្រូវតែព្រៀនបដាគ្រប់ពេលកុំប្រកាន់អីចាស់អត់ទេការដែលលោកឈូពូកែដល់ថ្នាក់នេះក៏ត្រូវតែដឹងថាគឺអរគុណលោកអ៊ំដែលព្រៀនបដាបានល្អ គឺប្រកាសជាអញ្ចឹងហើយ ស៊ីយីនាងត្រូវចូលរៀននៅខែកញ្ញានេះមែនទេអញ្ចឹងពួកយើងទៅដើរទិញអីវ៉ាន់ជាមួយគ្នាទៅខ្ញុំនឹងបាត់ជួយមើលនាងថានៅខ្វះខាតអីទៀតចាប់ប្រកាសអាជីនតែម្ដងទៅចាស់ល្អខ្ញុំទៅសិនហើយ លោកប៉ាខ្ញុំអរគុណលោកប៉ាណា ជាប៉ានឹងកូនចាំបាច់អរគុណធ្វើអីយើងក៏ចង់រកមនុស្សដែលមានឋានៈស័ក្តិសមជាមួយនឹងឯងដែរឲ្យតែឯងរស់សុខស្រួលបន្តិចនោះយើងក៏មានសេចក្តីសុខដែរអ្វីដែលសំខាន់បំផុតណាអាយុឯង30ឆ្នាំទៅហើយយើងចង់ពោចៅលោកប៉ានាងនៅក្មេងនៅឡើយទេនាងរៀនចប់ចាំរៀបការក៏បានដែរហើយចំណាយរឿងចាំពេលក្រោយចុះនាងនៅក្មេងហើយនាងក៏ត្រូវការសិក្សាដែរលោកប៉ាទ្រាំបន្តិចទៅ ជូនខ្ញុំប៉ុណ្ណឹងបានហើយជូនតិចទៀតដល់បន្ទប់រៀនឥឡូវហើយ បាទអញ្ចឹងពេលដល់ម៉ោងចាំខ្ញុំមកទទួលណា ចាទទួលបញ្ជាលោកឈូខ្ញុំទៅសិនហើយ មុននឹងលាថាមួយសិន ខ្ញុំទៅហើយណាពួកយើងចាំហើយ យេអូហូចាំហើយ មកដល់ហើយហេតុអីក៏មិនហៅខ្ញុំនៅឈរមើលត្រង់នឹងធ្វើអី មិនបានឈប់ផ្លឹកទេកំពុងតែសំឡឹងអូនតាបងក៏មានកាដូឲ្យអូនដែរណាបិទភ្នែកទៅ របស់អីទៅហេតុអីត្រូវបាត់ភ្នែកដែរនោះ ចូលរួមត្រេអផងណា លោកឈូពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំចូលចិត្តកាដូមួយនេះ នៅមានអានេះទៀត សមាគមឆឡូមែនទេ បងដឹងថាអូនចូលចិត្តទើបបានចិត្តទិញមកឲ្យអូនមិនចាំបាច់នឹងរឹងពេកទេបងអាចធ្វើជាខ្នងបងអាចឲ្យអូនបានអូនធ្វើគ្រប់យ៉ាងដែលអូនត្រូវការណា លោកឈូ យ៉ាងណាបងក៏អាយុច្រើនជាងអូនដល់ទៅ8ឆ្នាំបងផ្លាត់ឱកាសជាមួយអូនច្រើនណាក្រៅពីរបស់នេះបងក៏មានរបស់ជាច្រើនដែលអូនត្រូវការដូច្នេះអូនរៀបការជាមួយនឹងបងតែ បងគឺជាកាដូដ៏ល្អបំផុតសម្រាប់ជីវិតអូន